ស្ដីអ្នកទាំងគ្នាថ្ងៃនេះដែរនាងខ្ញុំមានសម្លប្រហើរកូនកាត់ដែលមានលាយជាមួយនឹងបង្គាអ្នកទាំងអស់គ្នាអាចមើលនៅលើរូបភាពដែលនាងខ្ញុំបានដាក់ហើយជាដំបូងអ្នកទាំងអស់គ្នាត្រូវដាំទឹកឲ្យពុះហើយត្រូវបង់គល់ស្លឹកគ្រៃបន្តិចហើយនាងខ្ញុំក៏បានដាក់ប្រហុកចូលជាមួយនឹងក្បាលបង្គាដែលយើងបានកាត់ទុកហើយបន្ទាប់មកក៏យើងមានសាច់ជ្រូកចិញ្ច្រាំហើយដាក់ចូលទៅហើយរំងាស់បន្តិចយើងក៏ដាក់បន្លែរឹងទៅដូចជាស្នៀតពោតហើយនឹងល្ពៅចាបន្ទាប់មកយើងដាក់រ៉តឌីបន្តិចដើម្បីឲ្យរសជាតិសម្លយើងមានឲ្យជ្រោះហើយពេលនឹងដែរបើសិនជាអ្នកទាំងអស់គ្នាឃើញថាមានពពុះអ្នកទាំងគ្នាត្រូវដួសពពុះនឹងចេញដើម្បីកុំឲ្យមានឃើញពពុះអញ្ចឹងសពន្ធភាពនៃសម្លរបស់យើងមើលទៅអត់សូវល្អមើលអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកដាក់ទឹកត្រីហើយនឹងស្ករដូចដែលរូបភាពវីដេអូដែលនាងខ្ញុំបានដាក់ហ្នឹងបន្ទាប់មកយើងដាក់ផ្សិតចូលចាបន្ទាប់មកក៏យើងដាក់បង្គាដោយសារបង្គាដាក់តែបន្តិចគឺឆាប់ឆ្អិនហើយត្រីដែលយើងមានហ្នឹងគឺយើងដាក់ចូលដែរចាហើយរំងាស់ឲ្យវាពុះបន្តិចចាបន្ទាប់មកយើងដាក់បន្លែទុនម្ដងគឺននងចាបន្ទាប់ពីដាក់ននងហើយពេលដែលពុះយើងត្រូវដាក់បន្លែដែលនាងខ្ញុំមានដូចជាស្លឹកបាសចាហើយនឹងស្អំចាជាបន្លែពណ៌ខៀវដែលនាងខ្ញុំដាក់នៅក្នុងសម្លប្រហើរហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់ជាមួយផ្ទៃទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នាដែលចូលចិត្តញ៉ាំចាបន្ទាប់ពីដាក់បន្លែបានសព្វគ្រប់អស់ហើយយើងអាចយកមកដួសដាក់ចានញ៉ាំបានចាអរគុណសម្រាប់អ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះ